បាទជំរាបសួរខ្ញុំឈ្មោះណាប់អេមនៅភ្នំពេញនេះហើយបាទអតីតគ្រូពេទ្យធ្វើការនៅស្រុកស្អាងខេត្តកណ្ដាលតែបច្ចុប្បន្នគឺ Sales Master តំណែងទី1នៃក្រុមហ៊ុន Atomy ហើយជាគេហៅថាជាគ្រូបង្រៀនខាងលក់បាទរបស់ក្រុមហ៊ុន Atomy គ្រូបង្រៀនបានសញ្ញាបត្រពីក្រុមហ៊ុន Atomy មកពីប្រទេសកូរ៉េហ្នឹងបាទអញ្ចឹងក្រុមហ៊ុន Atomy ជាក្រុមហ៊ុនចែកចាយទំនិញមានគុណភាពល្អផ្ដាច់តម្លៃល្អផ្ដាច់ដែលជាទំនិញរបស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមានថ្នាំដុសធ្មេញសាប៊ូកក់សក់ជាដើមមានទំនិញជាលេការពារកម្ដៅថ្ងៃអីជាដើមគឺគេហៅថារឹកគ្រឿងសម្រស់បាទហើយមានទំនិញអាហារសុខភាពបាទដែលពាក់ព័ន្ធដល់ខ្ញុំនិយាយឥឡូវនេះបាទអញ្ចឹងយើងឃើញថារបស់នេះល្អផ្ដាច់គេប៉ុន្តែតម្លៃផាកផែលតំណែងទូទៅដែរអញ្ចឹងយើងមើលថ្ងៃនេះខ្ញុំចែកម្លែកអំពីជំងឺបាទពាក់ព័ន្ធនឹងបញ្ហាដែលសំខាន់ដល់ជីវិតយើងគឺជំងឺរ៉ាំរ៉ៃបាទហើយជំងឺអីខ្លះហើយមូលហេតុមកពីអ្វីអញ្ចឹងយើងឃើញថាជំងឺរ៉ាំរ៉ៃមានច្រើនប៉ុន្តែសរុបមកមាន5ប្រភេទទី1គឺបញ្ហាខួរក្បាលបាទនឹងបញ្ហាខួរក្បាលយើងដឹងហើយជំងឺអីខ្លះបាទពាក់ព័ន្ធនឹងបញ្ហាខួរក្បាលសូមសិក្សាស្វែងយល់ជាមួយគ្នាបាទប៉ុន្តែពេលនេះខ្ញុំនិយាយខ្លីសិនបាទទី2បញ្ហាមហារីកបាទពាក់ព័ន្ធនឹងមហារីកដុំឆ្លូតដុំកាចអីហ្នឹងនិងដុំគិះនិងសត្វពួកដុំឆ្លូតដុំកាចអីពាក់ព័ន្ធយ៉ាងណាលោកអ្នកទួសិក្សាណាមានរៀនទេបានដឹងបាទខ្ញុំគ្រាន់តែចែកម្លែកតិចតួចហើយទី3ជំងឺទឹកនោមផ្អែមដែលគេហៅថាទឹកនោមផ្អែមប្រភេទ2នោះដែលភាគច្រើនកើតជំងឺរាល់ថ្ងៃហ្នឹងគឺអាហ្នឹងបាទទី4គឺជំងឺសួតបាទជំងឺហឺតជំងឺអាឡែស៊ីពាក់ព័ន្ធនឹងសួតហ្នឹងងាយអាឡែស៊ីបាទខ្ញុំកើតជំងឺធ្លាប់កើតជំងឺនឹងដែរបាទហើយទី5គឺជំងឺបេះដូងនិងសរសៃឈាមបាទពាក់ព័ន្ធដល់សរសៃឈាមបេះដូងសរសៃឈាមរាងកាយហើយនិងបេះដូងមានជំងឺលើសឈាមជាដើមបាទអញ្ចឹងជំងឺអស់ទាំងនេះរំខានដល់ជីវិតយើងខ្លាំងអ្នកខ្លះមានលុយដល់ទៅក្រៅប្រទេសនៅតែមិនជាទេបាទវាជាជំងឺរ៉ាំរ៉ៃហើយមូលហេតុនៃជំងឺនេះយើងឃើញរូបភាពខាងលើមានរូបភាពអង្គុយលេងអត់កីឡាអីជាដើមមានរូបភាពប្រើរបស់របរនិងពាក់ព័ន្ធនឹងក្លិនអីជាដើមណានិងមានរូបភាពសូរ៉ាមានរូបភាពបាទគេងបញ្ហាទាំងអស់ណាគេងច្រើនពេកគេងតិចពេកហើយមានបញ្ហាជក់បារីបញ្ហាប្រើទឹកទូរស័ព្ទច្រើនពេកបញ្ហាបរិភោគនៅភេសជ្ជៈមានស្ករច្រើនបាទនៅខាងក្រៅណាអត់ស្តង់ដារសុខភាពទេអញ្ចឹងនេះជាមូលហេតុធ្វើឲ្យកើតជំងឺទាំង5នេះបើសិនជាលោកអ្នកចង់ការពីបញ្ហាជំងឺរំខានដល់ជីវិតអនាគតលោកអ្នកកាត់បន្ថយបញ្ហាមូលហេតុទាំងអស់ហ្នឹងទៅបានហើយបាទពិគ្រោះជាមួយគ្រូពេទ្យឬក៏អាចឆាតមកសួរខ្ញុំណានិងខ្ញុំអាចមានចែកចម្លែកបានខ្លះដែរណាអញ្ចឹងបើសិនជាយើងនៅដោះស្រាយបញ្ហានៅតែកើតជំងឺនឹងអ្នកដែលកើតជំងឺហើយយើងក៏ត្រូវតាទៅពេទ្យជាប្រចាំដែរបាទតាមវិជ្ជាបញ្ជាហើយមួយវិញទៀតបើនៅតែមិនបាត់លោកអ្នកចង់ជាដាច់យើងឃើញថាមានអ្នកជាដាច់ជាច្រើនដែលលោកអ្នកប្រើអាហារសុខភាពអាតូមីហើយខ្ញុំនឹងផ្ដល់វីដេអូមួយទៀតថ្ងៃក្រោយបាទអញ្ចឹងគាត់ប្រើអាហារសុខភាពអីខ្លះបាទគឺ4ប្រភេទនេះបាទ4ប្រភេទនេះគាត់ប្រើរាល់ខែបាទឥឡូវនឹងគាត់មានលុយប្រើរាល់ខែដោយសារគាត់ប្រើអាហារសុខភាពទៅវាបានសន្សំលុយមកវិញតាអញ្ចឹងយើងឃើញថាអាហារសុខភាពមួយឈុតគឺវាស្មើនឹងហេម៉ូហ៊ីម4ប្រអប់បាទវីតាមីន C 4ប្រអប់អូមេហ្គា3 4ប្រអប់ហើយនឹងប្រូបាយអូទិក4ប្រអប់បាទមួយឈុតវាហ្នឹងណាយើងហូប4ខែគឺថាអូតម្លៃប្រមាណនឹងតែ$634ទេណាហ្នឹងហើយតែបើថាអូច្រើនពេកយើងទិញមួយឈុតបានណាហូបតែមួយខែបានណាគឺ$161បាទហើយយើងទិញរៃគ្នាទិញក៏បានដែរលោកអ្នករៃគ្នាទិញទៅចំពោះសមាជិកអាតូមីបាទចំពោះសមាជិកអាតូមីដែលមានលក្ខខណ្ឌខ្លួនឯង ID ខ្លួនឯងមាន300000ពិន្ទុ
ក្រុមមានក្រុមជាច្រើនណាក្រុមមានសរុបមកបាន30ម៉ឺនបន្ទុកហើយយើងខ្វះមួយខាងទៀតមែនទេយើងទិញដាក់4ឈុតមួយឈុតនឹងទៅបាទមួយឈុតនេះទៅគឺតម្លៃតែ600ជាងហ្នឹងបានប្រហែល$40ត្រឡប់ទៅវិញហ្នឹងហើយលោកអ្នកតស៊ូជាមួយគ្នារៃគ្នាទៅរៃគ្នាច្រើនអ្នកទៅកាន់តែល្អអញ្ចឹងការតស៊ូថែរក្សាសុខភាពតាមរយៈវិធីនេះគឺពីអាតូមីបាទលោកអ្នកអាចដំបូងបានម្ដង$40ទេបាទយូរទៅ$40រាល់ខែហើយយូរទៅទៀតទៅបាន$40រាល់ថ្ងៃដល់ពេលនោះលោកអ្នកជាជំហានទី1ដែលគេហៅថាជំហានចំណូលអាត្រេតបាទលោកអ្នកមានប្រាក់ខែអាត្រេតតាមរយៈការប្រើផលិតផលនេះចម្លែកណាស់មែនទេបើចម្លែកសិក្សាទៅណែនឹងហើយនេះជាការពិតបាទខ្ញុំបានហើយបាទខ្ញុំបានខ្លះហើយអាចចាយមកគ្រប់បាទមិនទាន់អូតូក៏អាចបានខ្លះដែរអញ្ចឹងលោកអ្នកអាចចង់បានលុយដូចខ្ញុំឬក៏លើសនឹងចំណូលអាតូមីច្រើនណាលោកអ្នកឲ្យច្រើនហើយចូលមរតកឲ្យយើងដល់3ចំនួនឲ្យយើងអ្វីដែលសំខាន់គឺចំណូលដែលយើងចាស់ទៅមានប្រាក់អាត្រេតបាទឬក៏យើងធ្វើបាន10ឆ្នាំក្រោយយើងមានប្រាក់អាត្រេតពី2000ឡើងទៅក្នុងមួយខែរហូតដល់100000ក្នុងមួយខែអញ្ចឹងដោយមានការចម្ងល់ហើយក៏ប្លែកលោកអ្នកអាចសិក្សាខ្លួនឯងណាបើអត់សិក្សាគឺខកឱកាសនឹងនេះគ្រាន់តែជាដំណឹងជាការចែករំលែកប៉ុណ្ណោះអរគុណជំរាបលា